តាមរយៈបទជីវិតនេះខ្លីខ្ញុំដឹងថាអ្នកនៅកំពុងតែសន្សំចាំជីវិតនេះខ្លីខ្ញុំនិយាយសាច់ជាថ្មីជើងទាំងពីមុំមានញឹកធ្វើដំណើរលើវិថីរកនៅគោលដៅឆោងចាក់នៅវវ័យនេះអាចឲ្យជីវិតនេះមានអត្ថន័យ3000ម៉ែត្រហោះពីដីរើមកទីនេះជីវិតគឺវាមិនស្រួលជាជនអន្តោប្រវេសន៍គ្មានអ្វីដែលពិសេសខ្ញុំមិនមែននិរទេសបង្ខំចិត្តចេញមកក្រៅរកក្តីសង្ឃឹម for the best ដើម្បីអធិបតេយ្យភាពឯនឹងសន្តិភាពរស់នៅដ៏មានលំនឹងជីវិតនេះមានរបៀបធ្លាប់ហើយនៅជីវភាពនៅទីទាល់ខ្ញុំនិពន្ធនៃបទចម្រៀងនេះដូចជាធ្វើទីបន្ទាល់ខ្ញុំមិនខ្វល់ថាគេស្គាល់ឬប្រកាសចង់ល្បីទេខ្មែរមួយជីវិតដែលមាននាមគឺជាកវីមានឈាមបព្វបុរសធ្វើឲ្យខ្ញុំខុសពីអ្នកផ្សេងផ្នែកមួយអាចជួយសង្គមឲ្យតាមរយៈសូរស័ព្ទសំឡេងខ្ញុំឃើញខ្លួនឯងបែកឆ្ងាយមើលម៉ាយអើវ៉េនៅតែប្រឈមមុខតស៊ូ every day ទោះជានាងនៅទីណានាងត្រូវខំប្រឹង you will be okay គ្រប់យ៉ាងនឹងមិនន័យទេខ្ញុំអាយុ20ផ្លាយរស់នៅក្រោមព្រះអាទិត្យប្រើតន្ត្រីជាឧបករណ៍បង្កើតចលនានៃគំនិតអ្វីដែលខ្ញុំគិតអាចថាជាទស្សនវិទូជួយសម្រួលដល់សម្ពាធផ្លូវចិត្តឲ្យបានធូរជួនកាលខ្ញុំមិនចង់ឲ្យអ្នកទុកខ្ញុំជាគំរូទេព្រោះខ្ញុំមិនអត់ខ្ចោះដូចជាពណ៌គេគូគំនូបាត់តែស្គូដល់ខ្ញុំនៅតែអាចឆ្លិចអត្ថន័យអ្នកដែលចូលចិត្តដែលឯកភាពតាមពាក្យខ្ញុំនិយាយខ្ញុំមិនចោកខ្ញុំមិនចាញ់និងខ្ញុំមិនស្ដាយមតិខ្ញុំមិនអោនមិនលំទោននៅលក់ឧត្តមកតេធ្វើមនុស្សយ៉ាងត្រឹមត្រូវមិនលាក់លៀមនៅធៀបពិតគ្មានបេះដូងដែលពុករលួយឬតាំងខ្លួនជាសុចរិតត្រូវតែគិតនៅពេលដែលក្រគេមើងងាយពួកនេះពូកែនិយាយដើមតែពួកនេះពូកែនឹងទោះទាយពាក្យទាំងនេះខ្ញុំរំលឹកខ្លួនខ្ញុំជាប្រចាំពី3ម៉ាត់ដែលផ្ដាំដំណោះឲ្យចាក់ទុកគឺជាបណ្ដាំខ្ញុំឃើញខ្លួនឯងបែកឆ្ងាយមើលម៉ាយអើវ៉េនៅតែប្រឈមមុខតស៊ូ every day ទោះជានាងនៅទីណានាងត្រូវខំប្រឹង you will be okay គ្រប់យ៉ាងនឹងមិនន័យទេហើយពេលវេលាទៅមុខជាប់ជានិញនាទីនៃដង្ហើមនឹងមានតម្លៃដូចជាពេញវេលានៅជន់មាកាន់តែខិនទៅបន្តែងទីបញ្ចប់នៃឆាកជីវិតតែយើងគិតធ្វើយ៉ាងម៉េចសម្រាប់កាតព្វកិច្ចកំពុងធ្វើឲ្យបានឆាំកំឡុងយើងនៅក្មេងមុនពេលដែលយើងនេះចាំងស្លាប់វិធីការនៃជីវិតទេធ្វើស្អីកុំបណ្ដោយហើយជួបពាណិជ្ជកម្មតែមានអារម្មណ៍មិនស្ដាយក្រោយដើរទៅមុខសំឡឹងទៅរកគោលដៅឆោតយកចំណេះវិជ្ជាព្យាបាលលបួដំបៅក៏សាងជីវិតថ្មីលុបបំបាត់រឿងសោកសៅងើបក្បាលឈ្មោះទៅមុខក៏ឈានជំហានដើរតាមផ្លូវហើយដួលត្រូវតែកោតដើម្បីវណ្ណាគុតកាលរឿងរ៉ាវចំពោះមុខនៅក្នុងបច្ចុប្បន្នកាលមេរៀនអាយុជីវិតខិននៅក្នុងវត្តតកាលទីបញ្ចប់នៃឆាកជីវិតទៅជួបបរិយនឹងយមបាលយកខ្ញុំនិយាយខ្ញុំឃើញខ្លួនឯងបែកឆ្ងាយមើលម៉ាយអើវ៉េនៅតែប្រឈមមុខតស៊ូ every day ទោះជានាងនៅទីណានាងត្រូវខំប្រឹង you will be okay គ្រប់យ៉ាងនឹងមិនន័យទេខ្ញុំឃើញខ្លួនឯងបែកឆ្ងាយមើលម៉ាយអើវ៉េនៅតែប្រឈមមុខតស៊ូ every day ទោះជានាងនៅទីណានាងត្រូវខំប្រឹង you will be okay គ្រប់យ៉ាងនឹងមិនន័យទេសន្យានឹងខ្លួនហើយថាគ្រប់យ៉ាងនឹងមិនន័យរឿងស្អីក៏ដោយវាអាចទៅរួចតែដឹងថាជីវិតគ្មានអ្នកណារស់នៅយ៉ាងល្អខ្ចោះនេះទេប្រហែលជាថ្ងៃនេះយើងសុខសប្បាយតែក៏ប៉ុណ្ណាល្អព្រោះយើងមិនដឹងថាថ្ងៃស្អែកនឹងត្រូវមានរឿងអ្វីនឹងកើតឡើងរស់នៅត្រង់ចាំយាមមិនដូចជាទេយាននៅរងចាំនឹងវាយសមរភូមិនៃជីវិតយកខ្ញុំនិយាយហើយណាមួយជីវិតនេះខ្លីពេលវេលាដែលលឿនណាស់ព្រោះបានតែម្ដង do not waste your motherfucking time ត្រូវតែរឹងប៉ឹងឲ្យមានគោលការណ៍ដែលត្រឹមត្រូវស្វែងរកនៅតម្លៃ